Ôn cô mặc đồ hả chị? Vậy bây giờ con thấy đồ tụng mọi thằng anh nhá lại bao giờ đâu hả? មនុស្សយើងត្រូវរៀនកែប្រែខ្លួនឯងកុំទៅកែប្រែអ្នកដទៃមានពាក្យមួយគេនិយាយថាកែប្រែខ្លួនឯងទៅជាទេវតាតែកែប្រែគេហៅថាមនុស្សឈួតជីវិតរបស់មនុស្សម្នាក់ៗត្រូវតែចេះរឿង3ហ្នឹងទទួលយកផ្លាស់ប្ដូរនិងទម្លាក់ចុះទទួលយកមិនបានយើងផ្លាស់ប្ដូរបើផ្លាស់ប្ដូរអត់បានគឺយើងធ្លាក់ចុះជីវិតប្ដូរបានមកវិញគឺបទពិសោធន៍គឺជាការរស់នៅប្រចាំថ្ងៃនឹងឯងអញ្ចឹងហើយបើកចិត្តតិចទៅកុំកែប្រែគេអីកែប្រែខ្លួនឯងហ្នឹង chiêng hay đừng chiêng hay mới nam hiếu nè rất đừng chiêng trong ô conខ្លួនឯងដែរទោះបីជាឥឡូវនេះអត់ទាន់មានសមិទ្ធផលណាមួយដែលធំដុំប៉ុន្តែមានតែខ្លួនឯងទេដែលយើងនឹងថាពីចំណុចចាប់ផ្ដើមមកដល់ឥឡូវហ្នឹងយើងបានសាងអីមកខ្លះយើងបានទទួលផលអីខ្លះហើយទោះបីជាមនុស្សផ្សេងមកមើលមកថាមិនបានដល់ចំណុចហ្នឹងហើយអត់ទាន់មាននេះអត់ទាន់មាននោះអត់ទាន់ល្អដូចគេអត់ទាន់ម្សៅដូចគេប៉ុន្តែយើងខ្លួនឯងគឺយើងដឹងថាយើងបានធ្វើរឿងច្រើនណាស់ហើយមានតែអាចថាខ្លួនឯង 我已开始练习，开始慢慢着急，着急这世界没有你，已经和眼泪说好不哭泣。នៅពេលដែលអ្នកកាន់តែមានវ័យចាស់ទៅអ្វីដែលជាអតិភិបក្នុងជីវិតរបស់អ្នកក៏ចាប់ផ្ដើមផ្លាស់ប្ដូរអ្នកឈប់ដេញតាមភាពអ៊ូអរដែលឥតប្រយោជន៍ហើយចាប់ផ្ដើមស្រេកឃ្លាននៅសេចក្តីសុខសាន្តហើយលើពីអ្វីៗទាំងអស់អ្នកចង់នៅក្បែរមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាសុវត្ថិភាពនៅពេលដែលបាននៅជិតគេគឺមនុស្សដែលចិត្តល្អចំពោះអ្នកមនុស្សដែលនាំមកនៅភាពស្ងប់សុខជំនួសឲ្យភាពវឹកវរមនុស្សដែលផ្ដល់កម្លាំងចិត្តដល់ផ្លូវចិត្តរបស់អ្នកមិនមែនផ្ដល់ភាពតានតឹងដល់ជីវិតប្រចាំថ្ងៃរបស់អ្នកឡើយអ្នកនឹងដឹងថាភាពមានបានពិតប្រាកដវាមិនមែនជាការបង្អួតសម្ញៃនោះទេវាមិនមែន
គឺជាភាពឆើតឆាយហើយវាក៏មិនត្រូវការបង្ហាញដើម្បីបញ្ជាក់ប្រាប់នរណាម្នាក់ដែរវាគឺជាការភ្ញាក់ពីគេងដោយគ្មានក្តីបារម្ភវាគឺជាការសើចដោយមិនចាំបាច់សម្ដែងវាគឺជាការត្រូវបានគេយល់ចិត្តដោយមិនចាំបាច់ចំណាយពេលបកស្រាយច្រើននោះហើយគឺជាភាពមានបានដ៏ពិតប្រាកដដែលមានតម្លៃបំផុតនៅ